ក្នុងជីវិតរស់នៅសំខាន់បំផុតគឺការចេះឲ្យតម្លៃកាលណាបើយើងមិនចេះឲ្យតម្លៃទៅលើអ្វីមួយងាយណាស់យើងនឹងរស់នៅក្នុងការចាញ់បោកអ្នកដទៃកាលណាបើយើងឲ្យតម្លៃទៅលើអ្វីមួយក៏វាបញ្ជាក់អំពីតម្លៃរបស់យើងដែរហើយក៏វាបញ្ជាក់អំពីការយល់ដឹងរបស់យើងម្នាក់ៗដែរនៅពេលដែលយើងឲ្យតម្លៃទៅលើមនុស្សម្នាក់ទៅលើសភាពខាងក្រៅទៅលើឋានៈទូនាទីក្តីទៅលើសម្ភារៈខាងក្រៅក្តីឲ្យតែឃើញគេមាននឹងទៅឲ្យតម្លៃគេឃើញគេចុះពីឡានទំនើបនឹងទៅឲ្យតម្លៃគេឃើញគេពាក់អាវធំគឺថាឲ្យតម្លៃគេក៏ប៉ុន្តែមិនដឹងថាអ្នកដែលជិះឡានទំនើបអ្នកដែលពាក់អាវធំហ្នឹងមិនដឹងទង្វើហ្នឹងជិះជាន់ពីណាខ្លះទេយើងអត់ដឹងទេអញ្ចឹងការឲ្យតម្លៃក៏វាបញ្ជាក់ពីការយល់ដឹងរបស់យើងម្នាក់ៗដែរកាលណាបើយើងឲ្យតម្លៃខាងក្នុងរបស់បុគ្គលហ្នឹងគឺការឲ្យតម្លៃទៅលើគុណធម៌បុគ្គលនឹងបានធ្វើសេចក្តីល្អកម្រិតណាតម្លៃរបស់គាត់នឹងមានដល់កម្រិតហ្នឹងតើគាត់មានមនោសញ្ចេតនាកម្រិតណាគាត់មានទឹកចិត្តកម្រិតណានឹងហើយជាការឲ្យតម្លៃដ៏ពិតប្រាកដកាលណារស់នៅឲ្យតម្លៃទៅលើសភាពខាងក្រៅគ្រាន់តែឃើញគេពាក់អាវធំគេជិះឡានទំនើបគឺថាឲ្យតម្លៃគេតែម្ដងទាំងដែលមិនដឹងថាបុគ្គលនឹងរស់នៅបានប្រព្រឹត្តអីអញ្ចឹងការឲ្យតម្លៃតែសភាពខាងក្រៅងាយណាស់យើងនឹងចាញ់បោកគេឬក៏គេឲ្យតម្លៃទៅលើកម្មភាពតែมันបានឆ្លោះបញ្ចាំងអំពីចេតនារបស់បុគ្គលនឹងថាការនិយាយហ្នឹងតើចង់បានអីពីយើងនេះវាជារឿងដែលសំខាន់ណាស់ក្នុងជីវិតដែលយើងរស់នៅត្រូវចេះឲ្យតម្លៃអ្នកខ្លះមโนទុច្ចរិតក៏ប៉ុន្តែចេះនិយាយល្អចេះនិយាយពាក្យសប្បុរសគេហៅថាចោលពាក្យមុខសប្បុរសខ្លួនជាចោលទេក៏ប៉ុន្តែពាក្យមុខសប្បុរសទាំងដែលយើងខ្វះបញ្ញាយើងមិនបានគិតក៏ជឿសម្ដីគេជឿលងសម្ដីរបស់គេតែចុងក្រោយចាញ់បោកគេមកកណោការរស់នៅដល់ពេលចុងក្រោយយំសោកបោកខ្លួនព្រោះតែការឲ្យតម្លៃគេខាងក្រៅជឿសម្ដីគេហ្នឹងឯងមានរឿងនិទានមួយរឿងខ្លាចាស់និងបរោះម្នាក់ថ្ងៃមួយខ្លាចាស់ដើររកចំណីលងខ្លួនចូលទៅក្នុងផុកខ្លុកមួយរើខ្លួនមិនរួចដល់ចៃដន្យអីបរោះម្នាក់ហ្នឹងគាត់បានដើរទៅជួបនឹងខ្លាហ្នឹងក៏និយាយថាណែអ្នកកំឡោះចូលអ្នកកំឡោះជួយខ្ញុំផងខ្ញុំជាប់នៅក្នុងផុកនេះរើខ្លួនមិនរួចទេតើឲ្យខ្ញុំជួយអ្នកយ៉ាងម៉េចបើអ្នកជាសត្វខ្លាជាសត្វកាចសាហាវណែអ្នកកំឡោះអ្នកមើលរៀងរើខ្ញុំមើលខ្ញុំស្គមថ្មិញខ្ញុំពិបាកដោយសារតែខ្ញុំជាខ្លាដែលកាន់សិលខ្ញុំមិនស៊ីសាច់មនុស្សមិនស៊ីសាច់ជាអាហារទេអ្នកមើលថ្មិញខ្ញុំក៏រិលក៏បាក់រាងកាយខ្ញុំក៏ស្គមដោយសារតែខ្ញុំតបនៅអាហារគឺសាច់ខ្ញុំលែងស៊ីសាច់ហើយបរោះឮតែពាក្យសម្ដីអញ្ចឹងក៏ជឿរួចបោចស្បូវជាខ្សែវិញជាខ្សែក៏ជួយសណ្ដោងទាញខ្លានឹងចេញអំពីផុកទាញរហូតដល់ខ្លួនឯងអស់កម្លាំងស្ដោកស្ដឹងដល់ពេលអស់កម្លាំងស្ដោកស្ដឹងទាញខ្លារួចមកខ្លាក៏ហក់គ្របទៅពីលើមុននឹងបរោះនឹងស្លាប់ទៅគាត់បានគិតថាអាត្មាអញដល់សេចក្តីទុក្ខវេទនាដល់សេចក្តីវិនាសដល់ជីវិតនេះគឺដោយសារតែអាត្មាអញងាយនឹងជឿសម្ដីគេពេកយ៉ាងណាមិញដូចជាសត្វខ្លានេះអញ្ចឹងសភាវៈនៃខ្លាគឺជាសត្វដែលកាចសាហាវស៊ីសាច់ជាអាហារមិនសមណាអាត្មាអញទៅជឿសត្វខ្លានឹងថាមិនជាសត្វដែលរក្សាសិលទេឥឡូវដោយសារការឲ្យតម្លៃទៅលើពាក្យសម្ដីឥឡូវនេះអាត្មាអញដល់មរណៈគឺសេចក្តីស្លាប់នេះតែម្ដងអញ្ចឹងចង់បញ្ជាក់បុរសម្នាក់ហ្នឹងគាត់ជឿលើសម្ដីខ្លាតែសារជាតិរបស់ខ្លាក៏នៅពេលដែលគាត់រៀបនឹងស្លាប់ទើបគាត់ដឹងខ្លួនពេលហ្នឹងវាហួសពេលបាត់ហើយវាហួសបាត់ហើយយ៉ាងណាមិញចង់បញ្ជាក់ថាការឲ្យតម្លៃទៅលើបុគ្គលណាមួយមិនមែនយើងឲ្យតម្លៃទៅលើពាក្យសម្ដីគេដែលគេចេះនិយាយល្អទេរឿងនិយាយល្អនិយាយពាក្យល្អនរណាក៏ចេះនិយាយដែរក៏ប៉ុន្តែសួរថាតើបុគ្គលហ្នឹងចេះតែកម្មភាពទង្វើរបស់បុគ្គលហ្នឹងចេះធ្វើល្អអត់បានធ្វើល្អអត់អញ្ចឹងការឲ្យតម្លៃទៅលើសកម្មភាពការងារគេមិនឲ្យតម្លៃទៅលើពាក្យសម្ដីនិយាយល្អសូម្បីតែចោលសូម្បីតែមនុស្សអាក្រក់ក៏ចេះនិយាយល្អដែរអញ្ចឹងការឲ្យតម្លៃវាសំខាន់បំផុតទៅលើចេតនាអ្នកខ្លះនិយាយមកក្នុងចេតនាចង់បានប្រយោជន៍ពីយើងឬក៏អ្នកខ្លះជួយយើងដើម្បីចង់បានប្រយោជន៍ពីយើងដូចបរិសម្នាក់អញ្ចឹងគាត់ឃើញគ្រួសារមួយមានកូនកំមុំស្រឡាញ់កូនកំមុំគេនោះក៏ទៅជួយការងារម៉ែឪគេអញ្ចឹងទៅប៉ុន្តែក្នុងចេតនាមិនមែនដោយសេចក្តីអាណិតដោយសេចក្តីជ្រះថ្លាចង់ជួយការងាររបស់គ្រួសារហ្នឹងទេប៉ុន្តែចង់បានកូនកំមុំគេនោះធ្វើបីបានប្រយោជន៍ណាមួយនោះចេតនាទុច្ចរិតគេហៅថាហត់ទឹកសម្លឹងកាអញ្ចឹងដល់ពេលយើងបញ្ជាក់ឲ្យគេស្រឡាញ់អញគេជួយអញគេល្អជាមួយអញក៏ប៉ុន្តែក្នុងចេតនាគេចង់បានប្រយោជន៍ពីយើងអញ្ចឹងហើយបានថាការជួយវាមានពីរទី1ជួយដោយបំណង2ជួយដោយមានចំណងការជួយមានបំណងគឺថាជួយឲ្យចង់បានដោយបំណងចង់បានអីពីយើងមកវិញទី2ជួយដោយចំណងគឺថាជួយឲ្យដើម្បីចងជាចំណងទៅថ្ងៃក្រោយអញ្ចឹងចង់បញ្ជាក់មកវិញថាការឲ្យតម្លៃទៅលើអ្វីមួយវាសំខាន់ណាស់ក៏វាបញ្ជាក់អំពីតម្លៃរបស់យើងដែរឲ្យតម្លៃទៅមនុស្សបាតសង្គមតម្លៃរបស់យើងក៏ជាតម្លៃរបស់មនុស្សបាតសង្គមដែរកាលណាយើងឲ្យតម្លៃទៅលើគតិបណ្ឌិតឲ្យតម្លៃទៅលើសិលធម៌ឲ្យតម្លៃទៅលើគុណធម៌ក៏វាបញ្ជាក់អំពីជំរឿនៃយើងរស់នៅជាមនុស្សដែលមានគុណធម៌មានសេចក្តីល្អនឹង